ក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមត្ថភាពសង្គមហៅកាត់ថាអាយជានរណាក្រុមពង្រឹងសិទ្ធិអំណាចយុវជនដើម្បីសមត្ថភាពសង្គមអាយគឺជាក្រុមស្ម័គ្រចិត្តដែលបង្កើតឡើងដោយយុវជនសកម្មមួយក្រុមដែលមានចក្ខុវិស័យនិងការបដិញ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់ប្រជាធិបតេយ្យសិទ្ធិមនុស្សសន្តិភាពនិងយុត្តិធម៌នៅកម្ពុជាក្រុមនេះត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី1 ខែមករាឆ្នាំ2026បន្ទាប់ពីបានជជែកពិភាក្សាគ្នាអស់រយៈពេលជាច្រើនខែកន្លងមកនៅក្នុងដំណើរការនៃការជជែកពិភាក្សាដើម្បីបង្កើតក្រុមនេះពួកយើងបានប្រឹក្សាយោបល់ជាមួយអ្នកដែលមានបទពិសោធន៍និងជំនាញអភិវឌ្ឍសមត្ថភាពយុវជនឲ្យក្លាយជាពលរដ្ឋសកម្មអ្នកច្បាប់អ្នកសារព័ត៌មានថ្នាក់ដឹកនាំសំខាន់ៗនៃអង្គការសង្គមស៊ីវិលជាពិសេសក្រុមយុវជនសកម្មផ្សេងៗទៀតដើម្បីកំណត់គុណតម្លៃទស្សនវិស័យបេសកកម្មគោលដៅយុទ្ធសាស្ត្រនិងផែនការសកម្មភាពរបស់ខ្លួនមូលហេតុចម្បងនៃការបង្កើតក្រុមនេះឡើងគឺដោយសារយើងខ្ញុំមើលឃើញពីសក្តានុពលរបស់យុវជនក្នុងការចូលរួមសកម្មភាពជំរុញឲ្យមានការផ្លាស់ប្ដូរស្ថានភាពសង្គមជីវវិជ្ជមានហើយយើងខ្ញុំមានជំនឿចាំងមុតមាំថាជោគវាសនាប្រទេសជាតិកំណត់ដោយកម្រិតគុណភាពក្រសែភ្នែកយុវជនលើសពីនេះទៀតបទពិសោធន៍ធ្វើការងារជាច្រើនឆ្នាំជាមួយយុវជនរបស់យើងខ្ញុំបាននឹងកំពុងជំរុញលើកទឹកចិត្តឲ្យយើងខ្ញុំបន្តបេសកកម្មនេះក្នុងការអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឲ្យក្លាយជាអ្នកដឹកនាំដែលមានការយល់ដឹងអំពីសិទ្ធិនិងមានគោលបំណងច្បាស់លាស់ដើម្បីចូលរួមយ៉ាងសកម្មក្នុងការបង្កើតអនាគតគ្រួសារនិងប្រទេសជាតិរបស់ខ្លួន។